ngàyនេះម៉ាក់ក្មេកខ្ញុំចង់ភាសាសឡមជូរព្រៃសាច់មាន់មិនកំងកូនឲ្យកូនដើររកទិញម្ហូបខ្លួនឯងកំងកូនហ្នឹងគឺមានគ្រឿងគ្រប់អស់ហើយរកសាច់រកបន្លែឲ្យកូនមកស្អាតសាច់មាន់ក៏គាត់កាប់ឲ្យខ្ញុំរួចដែរចំពោះសឡមជូរព្រៃសាច់មាន់នេះគ្រឿងក្រៅវាគឺដូចតែគ្នាមួយឡមជូរគ្រឿងគ្រាន់ថាគ្រឿងក្រៅទាំងអស់យើងអត់បុកទេបើមានម្ទេសអីអស់ហើយកុំភ្លេចមួយម្រះព្រៅណាបងប្អូនម៉ាក់ក្មេកខ្ញុំមកដើរពីវិផ្សារត្រមត្រម្រះព្រៅបានគ្រឿងផ្សំថ្ងៃនេះខ្ញុំមានមាន់មួយក្បាលត្រប់បន្តិចម្ទេសបន្តិចហើយមានតកួនដែរហើយបងប្អូនមានផ្សិតទៀតដាក់ចូលកាន់តែឆ្ងាញ់ប៉ុន្តែម៉ាក់ថាគាត់ភ្លេចទិញមកបាត់ហើយអញ្ចឹងមុនដំបូងខ្ញុំដាក់ខ្ទះហើយខ្ញុំដាក់ប្រេងឆាឲ្យរៀងឡើងក្តៅចាប់ផ្ដើមដាក់គល់ស្លឹកគ្រៃម្ទេសល្មៀតខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចហ្នឹងលីងចូលគ្នាមកបងប្អូនហើយខ្ញុំបន្ថែមជាមួយប្រហុកដែរណាខ្វះប្រហុកអត់បានទេម្ហូបមួយមុខនេះបន្ទាប់មកខ្ញុំថែមប៊ីចេងហើយអំបិលខ្ញុំដាក់រៀងមួយចុងស្លាបព្រាដែរដើម្បីវាចាប់ជាតិឆ្ងាញ់កូរគ្រឿងឲ្យឈ្ងុយអស់ហើយខ្ញុំចាក់សាច់មាន់ចូលពេលដែលដាក់សាច់មាន់ចូលហើយកុំតន់ដាក់ទឹកបងប្អូនយើងត្រូវឆាត្រឡប់ទៅមកឲ្យសាច់មាន់នឹងឡើងស្ងួតល្អសិនធ្វើអញ្ចឹងអត់មានក្លិនឆ្អាបហើយនិយាយពីថាម្ហូបយើងកាន់តែឈ្ងុយអញ្ចឹងបន្ទាប់ពីសាច់មាន់រៀងឡើងស្ងួតល្អហើយខ្ញុំចាក់ទឹកចូលចំពោះបរិមាណទឹកដាក់មកល្មមឲ្យសាច់មាន់នឹងផុយហ្មងណាបងប្អូនអញ្ចឹងងាយស្រួលក្នុងការភ្លក់រសជាតិបើសិនយើងដាក់ទឹកម្ដងហើយម្ដងទៀតរសជាតិយើងដឹងតែរៀងវល់ហើយថែមទៅថែមមកបន្ទាប់ពីស្លពុះហើយខ្ញុំចាប់ផ្ដើមជ្រុំម្ជូរអំពិលចូលសម្រាប់ម្ហូបមួយមុខនេះរៀងជូរដិតច្បាស់គ្រឿងតិចមកបងប្អូនមិនឆ្ងាញ់បន្ទាប់ពីខ្ញុំជ្រុំម្ជូរអំពិលអីហើយអស់ហើយខ្ញុំចាប់ផ្ដើមល្ងាស់សាច់មាន់នឹងចោលបន្តិចរួចហើយខ្ញុំដាក់បន្លែចូលដូចជាត្រប់ម្ទេសហើយនឹងតកួនហ្នឹងណាបងប្អូនម្ហូបមួយមុខនេះកុំលោភបន្លែបងប្អូនត្រូវតែមើលទៅឃើញសាច់រៀងច្រើនជាងមុននឹងបង់តកួនចូលបងប្អូនទុកឲ្យត្រប់រៀងឆ្អិនបន្តិចសិនណាហើយចុងក្រោយមកខ្ញុំដាក់ជាមួយនឹងម្រះព្រៅហើយថ្ងៃនេះទិញបានម្រះព្រៅក្លិនដូចម្រះព្រៅស្រែយើងអញ្ចឹងឈ្ងុយមិនណាយហ្មងហើយខ្ញុំនិយាយមែនរសជាតិឲ្យអូយហ្មងហើយដល់ពេលជីឆ្អេហោះទៀតហើយបើបងប្អូនបានធ្វើញ៉ាំដែរដល់ជីឆ្អេហោះមួយខ្ញុំសរសើរខ្លួនឯងរហូតថាឆ្ងាញ់ម៉ែ